ខ្ញុំឈ្មោះ B ខេងយោ Vén Chang ខូចមុខដោយសារស្ថានភាពជីវិតបេសកកម្មនៅលើភ្នំអស់រយៈពេលជាង10ឆ្នាំជំនួយកុំខ្លាចអីអាយ៉ូជាងមួយទសវត្សរ៍បានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកចាប់តាំងពីខ្ញុំចាប់ផ្ដើមរស់នៅលើភ្នំគួរឲ្យភ្ញាក់ផ្អើលមនុស្សមួយក្រុមនេះមិនផ្លាស់ប្ដូរតតែសោះនៅតែអត់ប្រយោជន៍អំណាចមិនអីទេលើកនេះខ្ញុំចុះភ្នំសម្រាប់គោលបំណងតែមួយវានិយាយអំពីការស្វែងរកមនុស្សម្នាក់ដែលបានសង្គ្រោះខ្ញុំនៅពេលនោះហើយតបស្នងនៅសេចក្តីសប្បុរសរបស់ពួកគេចុះចំណងអាពាហ៍ពិពាហ៍រវាងគ្រួសារ White Bond និង White Bond វាមិនមានអ្វីតាក់ទងនឹងខ្ញុំទេក្មេងស្រីនេះខ្ញុំគ្រាន់តែប្រើសក់ខ្លាញ់នេះជាលេសដើម្បីចុះពីភ្នំរីករាយសូមចុះមកបន្តិចបើទោះបីជាកូនទាំងពីរបានជួបនឹងស្គាល់គ្នាយោពមធ្វើបែបនេះបើគ្រួសារយើងទាំងពីររួមកម្លាំងគ្នាអ្វីដែលត្រូវប្រើនោះគឺជាការជន់ជើងរបស់យើងទីក្រុងហៃឆេងទាំងមូលនឹងញាប់ញ័រហាសក់សៅមេភូមិឡាហ៊ូមិនគិតដល់កូនយើងពេលមានរឿងល្អកើតឡើងសម្រាប់ជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះគ្រួសារគេរបស់អ្នកតើអ្នកនឹងបំផ្លាញសុភមង្គលរបស់កូនប្រុសអ្នកពេញមួយជីវិតរបស់គាត់ទេប៉ាខ្ញុំជីស៊ីណានមានវាសនារស់នៅឯកាខ្ញុំមិនដែលភ្ជាប់ពាក្យជាមួយស្រីអាក្រក់ម្នាក់នេះទេអ្នកអាចជួយខ្ញុំបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះអ្នកមិនអាចបង្ខំខ្ញុំពេញមួយជីវិតបានទេអាពាហ៍ពិពាហ៍រវាងគ្រួសារគេនិងគ្រួសារបែត្រូវបានសម្រេចដោយជីតារបស់អ្នកវាតាក់ទងនឹងកេរ្តិ៍ឈ្មោះរបស់គ្រួសារទាំងពីរអ្នកមិនអាចមានលទ្ធភាពធ្វើល្ងងបានទេហើយលោកក្រវៃក្មេងហ៊ូលោកក្រវៃក្មេងហ៊ីវធ្វើបានល្អបញ្ហាតិចសម្រាប់ក្មេងស្រីហេតុអ្វីនេះមិនមែនជាកំហុសរបស់ស៊ីណានរបស់យើងទេរូបរាងកូនស្រីរបស់អ្នកពិតជាលោកតាអ្នកមានន័យយ៉ាងនេះដែរឬទេអាពាហ៍ពិពាហ៍នេះត្រូវបានរៀបចំឡើងដោយព្រឹទ្ធាចារ្យនៃគ្រួសារហ្គានឹងពេលនេះអ្នកកាជាចង់ផ្ដាច់ការភ្ជាប់ពាក្យត្រូវតែមានការពន្យល់ខ្លះកូនស្រីរបស់អ្នកខូចមុខក្នុងភ្លើងសត្វចម្លែកដែលរស់នៅលើភ្នំអ្នកណាខ្លះចង់ភ្ជាប់ពាក្យជាមួយគាត់ខ្ញុំឆ្ងល់ថាតើកញ្ញាឈីងយូមានឆន្ទៈទេចិនឡើយនេះជាមុខរបររបស់បងប្រុសខ្ញុំបានជួបគូតរបស់គាត់អ្នកមិនអាចឲ្យមនុស្សនិយាយពីក្រោយខ្នងអ្នកហើយនិយាយថាអ្នកកំពុងធ្វើអ្វីមួយដ៏អាក្រក់នោះទេគេថាយើងជាមនុស្សតម្រង់ទីគ្រួសារខ្វះចិត្តស្មោះត្រង់កញ្ញាខេងតើអ្នកសុខចិត្តទេលោកក្រវៃក្មេងយ៉ាកំពុងតែផ្ដល់មុខឲ្យខ្ញុំដូច្នេះសូមរស់រាន់ឡើងហើយយល់ព្រមខ្ញុំមិនចង់ទេអ្នកនិងខ្ញុំមិនមែនជាវត្ថុបើអ្នកណាមិនចង់បានគ្រាន់តែបោះវាចោលទៅយកវាប្រសិនបើអ្នកចង់បានកញ្ញាយូនិយាយត្រូវខ្ញុំមិនគិតថាវាឆ្លងកាត់ទេខ្ញុំឆ្ងល់ថាតើខ្ញុំអាចទិញកាហ្វេឲ្យនាងមួយពេញបានទេចូលយើងបណ្ដុះទំនាក់ទំនងរបស់យើងដោយឡែកពីគ្នាផងដែរសូមខ្ញុំមិនចង់ទេអ្នកគ្មានជំរឿទេគ្រូសាបេនឹងមិនការពារអ្នកទេនៅក្នុងភ្នែករបស់ពួកគេអ្នកគឺគ្មានអ្វីក្រៅពីឧបករណ៍នៅក្នុងលោកនោះទេនេះគឺជាវិធានការបន្ទាន់មួយជាក្បាលដែលបណ្ដាលមកពីការពោលការពី3ឆ្នាំមុនតើអ្នកដឹងដោយរបៀបណាបទពិសោធន៍និងជំនាញវិទ្យាសាស្ត្រទៅជាច្រើនឆ្នាំរបស់ខ្ញុំនៅវិឡាភ្នំនឹងប្រហែលជាមានវិធីព្យាបាលជំងឺរបស់អ្នកតោះធ្វើកិច្ចព្រមព្រៀងខ្ញុំនឹងព្យាបាលការជាក្បាលរបស់អ្នកក្នុងរយៈពេល6 បន្ទាប់មកអ្នកត្រូវតែផ្ដាច់ការភ្ជាប់ពាក្យជាមួយខ្ញុំជំងឺរបស់ខ្ញុំដែលខ្ញុំស្វែងរកជំនួយផ្នែកវិទ្យាសាស្ត្រអស់ជាច្រើនឆ្នាំដោយមិនអាចរកវិធីព្យាបាលបានតើអ្នកគិតថាអ្នកជាក្មេងស្រីតូចអាចព្យាបាលវាបានទេខ្ញុំមិនបាននិយាយបំភ្លើសទេលុះ Washington ដែលជា State of ដែលរស់នៅដោយឯកោក្នុងវិឡាភ្នំនោះហើយជា File របស់ខ្ញុំបើមិនជឿចូលមើលសិនទៅមិនអីទេទោះបីជាអ្នកពិតជាពូកែក៏ដោយចុះបើស្រឡាញ់ខ្ញុំវិញមិនអាចទៅរួចខ្ញុំអាចសន្យាជាមួយអ្នកពិតមែនប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយតោះរៀបការដោយផ្ទាល់ហេតុអ្វីបានឆ្លងកាត់បញ្ហាទាំងអស់នេះដើម្បីរៀបការអ្នកត្រូវដោះស្រាយជាមួយគ្រួសារបេខ្ញុំក៏ត្រូវផ្គប់ចិត្តគ្រួសារគេដែរយើងម្នាក់ទទួលបានអ្វីដែលយើងត្រូវការអ្នកនឹងមិនបាត់បង់លើកិច្ចព្រមព្រៀងនេះទេបន្ទាប់មកអ្នកត្រូវធានាតើធានាអ្វីខ្លះធានាគ្មានផ្ទះក្រហមក្រោយរៀបការអ្នកមានអារម្មណ៍ថាអ្នកកំពុងបាត់បង់ដោយការចែករំលែកបន្ទប់ជាមួយខ្ញុំចៅហ្វាយនេះវ័យក្មេងដូចអ្នកណាដឹងថាគាត់ដេកជាមួយមនុស្សស្រីប៉ុន្មានអ្នកពិតណាស់ខ្ញុំចាញ់ភ្នែកច្បាស់ឆោតឆាយតើធ្វើដូចម្ដេចដើម្បីបើកស្លាកស្នាមនៅលើមុខតើថៅកែទាំងនេះពិតជាយកពីខ្ញុំទេវាគួរឲ្យធន់អ្នកយល់ព្រមទោះបីជាសំណើរបស់អ្នកអមនុស្សធម៌ក៏ដោយប៉ុន្តែខ្ញុំអាចសន្យាជាមួយអ្នកតោះទៅជួបឪពុកម្ដាយនៅឯណាសៀវលីងទោះបីជាគ្រូសាហ្គានឹងបេមានកិច្ចព្រមព្រៀងរៀបការក៏ដោយប៉ុន្តែអ្នកគឺជាប្រធាននៃរឿងមិនចាំបាច់ឲ្យខ្ញុំចោះសម្រុងនឹងខ្លួនដោយរៀបការជាមួយត្រីជាទេយើងគ្រាន់តែអាចផ្ដល់សំណងដល់គ្រូសាបេបន្ថែមបន្តិច
លោកកាតាអ្នកនឹងបំពេញការសន្យារបស់អ្នកខ្ញុំមិនអាចទុកឲ្យកូនខ្ញុំរងគ្រោះបានទេគ្រូសាបេរបស់អ្នកមិនគួរមានអារម្មណ៍ខុសទេខ្ញុំបានរៀបការជាមួយយេនយាដោយស្ម័គ្រចិត្តតើអ្នកធ្ងន់ធ្ងរទេកូនធ្ងន់ធ្ងរតើអ្នកសុខចិត្តដែរទេខ្ញុំធ្វើអញ្ចឹងកូនទាំងពីរសុខចិត្តតោះជ្រើសរើសថ្ងៃល្អសម្រាប់ពិធីមង្គលការខ្ញុំមិនយកស្របទេត្រីបាឡែនបេលីយ៉ាអ្នកដាក់បណ្ដាសាដារ៉ាយការវាមិនគ្រប់គ្រាន់ទេដែលអ្នកបានធ្វើបាបគ្រូសាបេរបស់យើងពេលនេះគេនៅតែចង់ធ្វើបាបបងលីនតើអ្នកមិនបាននិយាយថាអ្នកមិនមកទេតើអ្នកកំពុងជេរប្រមាថអ្វីមីសនឹងគឺជាមនុស្សគ្មានប្រយោជន៍ខ្លាំងណាស់លេខថេងនឹងយើងគ្នាសំនឹងទទួលជោគវាសនារបស់ពួកគេតែបងលីនធ្វើអីខុសជាវក្មេងនិយាយមិនសមហេតុផលខ្ញុំមិនបង្កើតរឿងនេះទេវាជាការខ្ជិះខ្ជាយដែលខ្ញុំបានបញ្ចប់ក្នុងស្ថានភាពសោកស្ដាយនេះវាទាំងអស់ដោយសារតែគាត់ខ្ញុំត្រូវបានគេបោះបង់ចោលនៅលើភ្នំនៅពេលដែលខ្ញុំមានអាយុ7ឆ្នាំហើយបានបាត់បង់ទំនាក់ទំនងជាមួយអ្នកដទៃជាង10ឆ្នាំមកហើយទ្រព្យសម្បត្តិរបស់គ្រួសារបេក៏ត្រូវបានបំផ្លាញនៅក្រោមនាឡិការបស់អ្នកទោះមានអ្នកណាត្អូញត្អែក៏មិនមែនជាកំហុសរបស់ខ្ញុំដែរខ្ញុំមិនខ្វល់ទេប្រសិនបើអ្នកពិតជាចង់បានខេរ៉េងចុះហេតុអ្វីបានជាអ្នកមិនជ្រើសរើសខ្ញុំដូច្នេះពីមុនអ្នកបដិសេធមិនរៀបការជាមួយ Young Master Girl បើទោះបីជាវាមានន័យថាស្លាប់ដោយសារតែគាត់ចូលចិត្តបងប្រុសរបស់គាត់បាត់ Young Master Girl គឺជាបុរសដែលមានជំងឺរៀបការជាមួយគាត់សង្ឃឹមខ្លាយជាស្ត្រីមេម៉ាយខ្ញុំមិនខ្វល់ថាគាត់ឈឺអត់ទេរក្សាសម្លេងរបស់អ្នកចុះអ្នកទាំងអស់គ្នាជាអ្នកជំនួញការកញ្ញាគឺមិនអាចខ្វះបានក្នុងគ្រប់ទិដ្ឋភាពមានន័យថាមិនសួរថាអ្នកពាក់ព័ន្ធសុខចិត្តឬអត់អ្នកធ្វើឲ្យខូចរូបរាងសត្វចម្លែកតើអ្នកមានសិទ្ធិអ្វីតើអ្នកឃើញអ្វីពិតប្រាកដនៅក្នុងគាត់ខ្ញុំចូលចិត្តអ្វីគ្រប់យ៉ាងអំពីគាត់ក្នុងភ្នែកខ្ញុំគាត់សង្ហាជាងអ្នករាប់លានដងតើអ្នកទៅណាតើអ្នកកំពុងព្យាយាមធ្វើអ្វីអនុញ្ញាតឲ្យខ្ញុំជួបអ្នកគ្មានអ្វីដែលត្រូវមើលទេត្រូវការរូបថតដើម្បីចុះឈ្មោះអាពាហ៍ពិពាហ៍តើអ្នកគិតថាអ្នកមិនអាចបង្ហាញខ្ញុំម្ដងទៀតបានទេយើងបានយល់ព្រមរៀបការក្នុងរយៈពេល6ខែខ្ញុំមិនខ្វល់ថាអ្នកត្រូវបានគេបោកប្រាស់នោះទេមិនអីទេអង្គុយចុះអ្នកមិនមានស្លាកស្នាមនៅលើមុខរបស់អ្នកទេតើអ្នកបានឃើញគ្រប់គ្រាន់ទេមិនក៏លាក់ខ្លួនឯងពេលស្អាតម្លេះខ្ញុំគ្រាន់តែមិនចង់បង្កបញ្ហាកុំបារម្ភខ្ញុំនឹងនៅក្បែរអ្នកចាប់ពីពេលនេះទៅខ្ញុំនឹងមិនធ្វើឲ្យអ្នកមានគ្រោះថ្នាក់ទៀតទេដូច្នេះអ្នកលែងត្រូវលាក់ខ្លួនពីអ្នកណាទៀតហើយអូទេវាត្រូវបានដោះស្រាយនៅពេលនោះបើមិនដូច្នោះទេខ្ញុំនឹងមិនរៀបការជាមួយអ្នកទេតើយើងទៅណាដឹងថាសៀវភៅបញ្ជីឈ្មោះផ្ទះនៅឯណាទេខ្ញុំមិនដឹងថាខ្ញុំត្រូវការទូរស័ព្ទទៅលោកស្រីបេសៀវភៅបញ្ជីគ្រួសាររបស់ខ្ញុំមិននៅជាមួយពួកគេទេដូច្នេះខ្ញុំមកជាមួយពួកគេតើអ្នកត្រៀមខ្លួនរត់ចេញនៅពេលណានេះហៅថាប្រាជ្ញានៃពិភពគុណតើខ្ញុំបានប្រាប់អ្នកទេយកវត្ថុនៅចំពោះមុខបុរសវាមិនគោរពអំណាចបុរសអ្នកគឺជាអ្នកជំងឺខ្ញុំអាចធ្វើបានដោយមិនធ្វើពុតហេតុអ្វីបានជាឪពុកទាំងអស់ព្រួយបារម្ភអំពីការសង្គ្រោះមុខខ្ញុំបានប្រាប់អ្នកថាកុំបង្ហាញហត់បែបនេះខ្ញុំនឹងដាក់ថ្នាំឲ្យអ្នកបន្តិចទៀតខ្ញុំធានាថាអ្នកនឹងមានអារម្មណ៍ស្រួលក្នុងពេលឆាប់នេះ